มนุษย์เจียงบูนเมื่อเนี้ยตระบานสำหรับในกลายนี้กาลปีเจียง80 ឆ្នាំមុនสุดได้งอกนี้ថ្ងៃនេះแอดมินจังนอมในงอกนี้មកកាន់កន្លែងមួយដែលមានឈ្មោះថាមន្ទីរឃុំខ្លួនដាខាវនៅក្នុងថ្នាក់វិទ្យាល័យយើងប្រហែលជាធ្លាប់រៀនពីប្រវត្តិសង្គ្រាមលោកលើកទី2ហើយនិងភាពសាហាវយង់ក្នុងរបស់ទាហានណាស៊ីអាល្លឺម៉ង់ដែលដឹកនាំដោយអ៊ីតាលីហើយនេះក៏ជាភស្តុតាងមួយចំនួនផងដែរដែលបង្ហាញពីវិនាសកម្មនៅក្នុងសង្គ្រាមលោកលើកទី2ដាខាវជាជំរំមួយក្នុងចំណោមជំរំធំនៅក្នុងសម័យសង្គ្រាមលោកលើកទី2ហើយនៅពេលនោះគឺជំរំធំមានចំនួនរហូតទៅដល់23ហើយមានជំរំតូចៗជាច្រើនកន្លែងទៀតនៅជុំវិញទ្វីបអឺរ៉ុបជំរំនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ1933ហើយវា6ឆ្នាំមុនពេលដែលសង្គ្រាមលោកលើកទី2បានផ្ទុះឡើងដំបូងឡើយកន្លែងគឺជាកន្លែងផលិតរំសេវក៏ដូចជាកន្លែងផលិតគ្រាប់កាំភ្លើងរបស់ប្រទេសអាល្លឺម៉ង់តែក្រោយមកក៏បានក្លាយទៅជាគុកសម្រាប់ដាក់អ្នកទោសនយោបាយរហូតមកដល់ពេលដែលសង្គ្រាមលោកលើកទី2ហ្នឹងគឺកន្លែងត្រូវបានក្លាយទៅជាកន្លែងដាក់អ្នកទោសទូទៅនៅទីនេះក៏មានអ្នកទោសរហូតទៅដល់ជាង20,000 នាក់ដែលមកពីជាង40ប្រទេសហើយអ្នកទោសប្រហែល40,000 នាក់ត្រូវបានសម្លាប់នៅទីនេះហើយក៏ដូចជាស្លាប់ដោយសារធ្វើទារុណកម្មអត់អាហារនិងជំងឺរាតត្បាតផ្សេងៗផងដែរមិនត្រឹមតែជាកន្លែងដាក់អ្នកទោសទេហើយកន្លែងមួយនេះក៏ជាកន្លែងដែលធ្វើពិសោធន៍ផ្នែកវិទ្យាសាស្ត្រផងដែរនៅពេលនោះហើយអ្នកទោសជាច្រើនអ្នកត្រូវបានគេយកមកកន្លែងនេះដើម្បីធ្វើការពិសោធន៍ផ្នែកវិទ្យាសាស្ត្រផ្សេងហើយបើតាមមើលទៅនៅទីនេះគឺសម្បូរទៅដោយអគារដែលគេដាក់អ្នកទោសជាច្រើនហើយការធ្វើទារុណកម្មហ្នឹងគឺវាមានច្រើនប្រភេទមែនតើដែលយើងសឹងតែមិនអាចនឹងសម័យពីមុនឡើយដោយសារនៅទីនេះសម្បូរអ្នកទោសមកគឺអ្នកទោសច្រើនមែនតើអញ្ចឹងអគារហ្នឹងគឺគេបរិច្រហូតប៉ុន្តែនៅពេលដែលចប់សង្គ្រាមនៅក្នុងឆ្នាំ1945នៅពេលដែលតបអាមេរិកបានរំដោះអឺរ៉ុបចេញពីពួកណាស៊ីគឺកន្លែងនេះត្រូវបានគេរំលំចោលហើយបច្ចុប្បន្នវាក្លាយទៅជាកន្លែងរំលឹកវិញ្ញាណក្ខន្ធក៏ដូចជាសារមន្ទីរសម្រាប់ឲ្យយើងជំនាន់ក្រោយបានទៅមើលពីភាពយងខ្នងហើយនិងភាពសាហាវឃោរឃៅដែលគេយកមនុស្សឲ្យយកទៅដាក់នៅទីនោះដូចដែលបានឃើញអញ្ចឹងនៅខាងក្នុងនេះគឺគេបានសាងសង់ទៅជាពហិមួយចំនួនដើម្បីរំលឹកវិញ្ញាណក្ខន្ធទៅដល់អ្នកដែលកាន់សាសនាផ្សេងៗគ្នាដូចនៅខាងស្ដាំនេះគឺគេដាក់ជា synagogue ខ្ញុំមិនដឹងថា synagogue នឹងខ្មែរបកប្រែថាម៉េចប៉ុន្តែវាជាពហិមួយសម្រាប់ជនជាតិជ្រុយអគារខាងនេះជាអគារសម្រាប់ឲ្យអ្នកទោសសម្រាប់ហើយនៅគេមានចែកខណ្ឌជាខណ្ឌណាកន្លែងមានកន្លែងមួយទឹកកន្លែងសម្រាប់អីចឹងទៅហើយខាងនេះក៏ជាអគារដែរពីមុនឡើយសម្រាប់ព្យាបាលជំងឺហើយនឹងកន្លែងដែលគេធ្វើពិសោធន៍ផ្សេងគេយកអ្នកទោសនោះធ្វើជាឧបករណ៍ពិសោធន៍ឥឡូវគេរុះរើដោយសារគេចង់បង្ហាញកន្លែងមួយចំនួនចឹងទៅកន្លែងខ្លះអត់ចិត្តចប់សង្គ្រាមហ្នឹងគឺពេលនោះគឺធម្មពលអត់សូវមានខ្ជុំថ្មដែលគេយកមកដុតឬក៏អស់ដែលគេយកមកដុតសម្រាប់សាកសពហ្នឹងគឺអត់សូវសម្បូរទេវាចិត្តអស់អញ្ចឹងគេយកសពមួយចំនួនគឺយកទៅកប់ជាមនុស្សជាច្រើនមែនតែគេកប់នៅទីនោះហើយក្រៅពីនោះគឺគេយកទៅកប់នៅកន្លែងផ្សេងទៀតនៅពេលដែលចប់សង្គ្រាមហ្នឹងគឺមានអ្នកចការមួយចំនួនគឺគេដឹកសពហ្នឹងទាំងឡានគឺយកទៅកប់នៅខាងក្រៅផងដែរហើយអានេះជាព័ត៌មានមួយហើយនឹងជាប្រវត្តិសាស្ត្រមួយដែលយើងបានធ្លាប់រៀនប៉ុន្តែអ្នកមួយចំនួនដែលអត់បានមកមើលហើយប៉ុន្តែយើងគ្រាន់តែបានរៀនអញ្ចឹងអេដមីនចង់នាំមកមើលនៅកន្លែងនេះហើយអេដមីនធ្លាប់ទៅកន្លែងផ្សេងទៀតដែលនៅអឺរ៉ុបដូចជាពីមុនធ្លាប់ទៅប៉ូឡូញគឺកន្លែងហ្នឹងគឺគេដាក់អ្នកទោសស្រីហើយមានច្រើនទៀតដែលអេដមីននឹងបង្ហាញនៅពេលដែលទៅដើរលេងនៅខាងលើក្រោយទៀត